នាវាផ្ទុកយន្តហោះគ្មានមនុស្សបើកដ៏ធំប្រភេទ Type 076 ថ្មីរបស់ប្រទេសចិនគឺ Sichuan កំពុងធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូងក្នុងការសាកល្បងប្រតិបត្តិការក្នុងសមុទ្រនេះបើយោងតាមកាសែត South China Morning Post រាយការណ៍នៅថ្ងៃទី22ខែមេសាឆ្នាំ2026ការដាក់ដំណើរការនេះធ្វើឡើងស្របពេលជាមួយនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាក្នុងសមុទ្រចិនខាងត្បូងដោយមានសហរដ្ឋអាមេរិកជប៉ុននិងប្រទេសសម្ព័ន្ធមិត្តដទៃទៀតក្នុងប្រទេសហ្វីលីពីននាវាផ្ទុកយន្តហោះគ្មានមនុស្សបើកដ៏ធំប្រភេទ Type 076 ថ្មីរបស់ប្រទេសចិនគឺ Sichuan កំពុងធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូងក្នុងការសាកល្បងប្រតិបត្តិការក្នុងសមុទ្រនេះបើយោងតាមកាសែត South China Morning Post រាយការណ៍នៅថ្ងៃទី22ខែមេសាឆ្នាំ2026ការដាក់ដំណើរការនេះធ្វើឡើងស្របពេលជាមួយនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាក្នុងសមុទ្រចិនខាងត្បូងដោយមានសហរដ្ឋអាមេរិកជប៉ុននិងប្រទេសសម្ព័ន្ធមិត្តដទៃទៀតក្នុងប្រទេសហ្វីលីពីនក្នុងសេចក្តីប្រកាសរបស់ខ្លួនកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនលើកឡើងថានាវាផ្ទុកយន្តហោះ Sichuan បានចាក់ចេញពីទីក្រុងសៀងហៃដើម្បីសាកល្បងប្រព័ន្ធនិងប្រើប្រាស់បច្ចេកវិទ្យាលើនាវាផ្ទាល់នាវានេះធ្លាប់បានបញ្ចប់ការសាកល្បងក្នុងសមុទ្រលើកដំបូងនៅខែវិច្ឆិកាវារចនាឡើងដើម្បីដឹកជញ្ជូនយានចុះចតកងទ័ពរថពាសដែកនិងយន្តហោះប្រតិបត្តិការលើគោកនិងក្នុងទឹកវាជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់សកម្មភាពយោធាដ៏មានសក្តានុពលរបស់ទីក្រុងប៉េកាំងកាសែត South China Morning Post ដកស្រង់របាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ថានាវាផ្ទុកយន្តហោះដំបូងរបស់ចិនគឺនាវា Liaoning បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃច័ន្ទដោយដឹកយន្តហោះចម្បាំង J-15 ចំនួន8គ្រឿងនិងឧទ្ធម្ភាគចក្រ3គ្រឿងចំណែកទិសដៅនាវានេះក៏កំពុងធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូងផងដែរគួរបញ្ជាក់ថាចលនាកងទ័ពជើងទឹកចិនត្រួតស៊ីគ្នាជាមួយសមយុទ្ធបាលីកាតានប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកជប៉ុននិងហ្វីលីពីននិងមានបណ្ដាប្រទេសជាច្រើនទៀតបានចូលរួមផងដែរសមយុទ្ធឆ្នាំនេះមានកងទ័ពជិត 14,000 នាក់ចូលរួមមានការចូលរួមយ៉ាងសកម្មពីប្រទេសជប៉ុនអូស្ត្រាលីកាណាដាបារាំងនិងនូវែលសេឡង់ដោយឡែកលោក Samuel Paparo ប្រធានបញ្ជាការដ្ឋាន Indo-Pacific របស់សហរដ្ឋអាមេរិកថ្លែងថាការទប់ស្កាត់ប្រទេសចិននៅតែជាកាតព្វកិច្ចខ្ពស់បំផុតរបស់យោធាអាមេរិកក្នុងតំបន់សមយុទ្ធទាំងនេះរួមមានការវាយប្រហារតាមសមុទ្រប្រតិបត្តិការប្រឆាំងការចុះចតនិងការការពារដែនអាកាសនិងមីស៊ីល